មានសំណួរមួយដែលអ្នកតែងតែសួរទៅកាន់ខ្លួនឯងជាប្រចាំនៅពេលដែលអ្នកស្វែងរកទិញផ្ទះថ្មីហេតុអ្វីបានជាអ្នកត្រូវការទិញផ្ទះប្រសិនបើអ្នកជាអ្នកទិញផ្ទះលើកដំបូងខ្ញុំគិតថាសំណួរនេះប្រហែលជាត្រូវជាមួយនឹងអ្នកច្រើនជាងគេដោយសារតែផ្ទះគឺជាមូលដ្ឋានគ្រឹះសំខាន់បំផុតសម្រាប់អ្នកនិងគ្រួសារខ្ញុំមានហេតុផលមួយចំនួនដើម្បីឆ្លើយតបទៅកាន់សំណួរមួយនេះទី1គឺអ្នកចង់មានទីកន្លែងពិតប្រាកដសម្រាប់ការរស់នៅទី2ចង់មានកន្លែងមួយជារបស់ផ្ទាល់ខ្លួនទី3ត្រូវការរៀបចំកន្លែងដើម្បីពង្រីកអាជីវកម្មនិងរៀបចំសម្រាប់កូនៗរបស់លោកអ្នកទី4ព្រោះអ្នកមើលឃើញពីការចំណេញនៅពេលឥឡូវនេះនិងពេលអនាគតទី5គឺអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើជាម្ចាស់ផ្ទះមួយនេះគ្រាន់តែជាហេតុផលមួយចំនួនតែប៉ុណ្ណោះនៅមានហេតុផលផ្សេងទៀតជាច្រើន